can you hear me, Uncle? Yeah. พูด ได้ยินแล้วนะพี่อ้วน พูดโจนมานะ บ้านลือปุ๊บบ้าน ลือ โจนปุ๊บบ้าน ลือเลย บ้านปุ๊บบ้านบ้านปุ๊บบ้าน เนี่ย ถามว่าเป็นยังไงบ้างสุขภาพดีหรือเปล่า គាត់ក្មួយសុំសួរពុកមាថាមិនដែរសុខភាពល្អអត់សុខភាពមិនដែរ អត់អីទេល្អទេសូមអរគុណថ្ងៃអីបុណ្យឪពុកផងនេះគឺជាសារបែកធ្លាយរវាងនាយករដ្ឋមន្ត្រីថៃបៃតុងតានហៅថាអ៊ុងអ៊ីងគឺជាឈ្មោះមួយទៀតរបស់គាត់ជាមួយនឹងសម្ដេចតេជោហ៊ុនសែនការសន្ទនានឹងបានធ្វើឡើងកាលពីថ្ងៃទី15ទៅជាថ្ងៃបុណ្យឪពុកទៀតតាមរយៈសារនេះយើងអាចសន្និដ្ឋានបានថាវាសនារបស់បៃតុងតានហើយជាមិនយូរទេអាចនឹងត្រូវគេធ្វើរដ្ឋប្រហារឬក៏គេបណ្តេញចេញហើយព្រោះវាគឺជារឿងអាម៉ាស់មែនទេនៅក្នុងកិច្ចសន្ទនាហ្នឹងដែលមានរយៈពេល17នាទីជាងហេតុអីបើខ្ញុំនិយាយចឹងព្រោះកិច្ចសន្ទនាហ្នឹងខ្ញុំធ្វើការសង្ខេបដូចទៅសម្រាប់បងប្អូនអរគ្នាឬក៏បងប្អូនទាំងឡាយណាដែលអត់មានពេលស្ដាប់ប្រៀបដូចជាអ្នកជំងឺមហារីកដំណាក់កាលចុងក្រោយដែលគ្រូពេទ្យបានប្រាប់ថាអ្នកឯងសល់តែ3ខែទៀតទេ4ខែទៀតទេចឹងដំបូងផុតហ្នឹងគាត់ចាប់ដើមជាមួយនឹងការសួរសម្ដេចថាតើសម្ដេចស្ដាប់ក្មួយឮដែរឬទេ Can you hear me uncle បន្ទាប់មកមានអ្នកបកប្រែការសន្ទនានឹងជាភាសាថៃហើយសម្ដេចសន្ទនាជាភាសាខ្មែរទៅវិញមានអ្នកបកប្រែអញ្ចឹងខ្ញុំសូមសង្ខេបដូចទៅគាត់ចាប់ផ្ដើមពីការសួរសុខភាពរបស់សម្ដេចបន្ទាប់មកគាត់បញ្ជាក់ថាប្រទេសទាំងពីរហ្នឹងសៀមហើយនិងកម្ពុជាត្រូវការសន្តិភាពដូចគ្នាហើយសូមកុំឲ្យសម្ដេចស្ដាប់មេតបភូមិភាគ2ព្រោះថាមេតបភូមិភាគ2ហ្នឹងនិយាយដើម្បីឲ្យលយដើម្បីលើកមុខមាត់ខ្លួនឯងតែប៉ុណ្ណោះហើយគាត់មិនព្រមឲ្យសម្ដេចអាណិតគាត់ផងព្រោះពួកសៀមហ្នឹងឥឡូវចាប់ដើមបណ្ដេញគាត់ឲ្យមកនៅស្រុកខ្មែរហើយដែលចាត់ទុកចោទគាត់ថាជានាយករដ្ឋមន្ត្រីខ្មែរមិនមែនជានាយករដ្ឋមន្ត្រីផុសសៀមទេហើយគាត់សួរថាតើសម្ដេចចង់បានអីគាត់នឹងធ្វើឲ្យគោលជំហររបស់កម្ពុជាឬក៏គោលជំហររបស់សម្ដេចតេជោថាឲ្យសៀមបើកច្រកមុនបានកម្ពុជាបើកក្រោយព្រោះកម្ពុជាមិនអាចបើកច្រកមុនឲ្យដើម្បីលើកមុខមាត់របស់សៀមឬក៏លើកមុខមាត់របស់បៃតុងតានបានទេពុកជំហររបស់កម្ពុជាតាមរយៈប្រសាសន៍របស់សម្ដេចហ្នឹងគឺកម្ពុជាក៏ត្រូវពន្យល់ដល់ប្រជាពលរដ្ឋរបស់ខ្លួនដែរមិនអាចឲ្យបាក់មុខបានទេព្រោះបើតាមខ្ញុំស្ដាប់បានសម្ដេចបានបញ្ជាក់ថាសម្ដេចបានជួយបៃតុងតានម្ដងហើយរឿងនៅតំបន់មុំ3ណាបានធ្វើការកែសម្រួលកម្លាំងដើម្បីជួយដល់បៃតុងតានម្ដងហើយចឹងមិនអាចជួយម្ដងទៀតបានទេសម្ដេចបានបញ្ជាក់សារជាថ្មីថាសៀមបើកមុនទៅព្រោះសៀមជាអ្នកបិទឲ្យតែសៀមបើកហើយសម្ដេចយកក្បាលមកធានាសម្ដេចនិយាយចឹងមកយកក្បាលមកធានាតែ5ម៉ោងទេបើសិនគាត់មិនបើកវិញទេកាត់ក្បាលគាត់ចុះអញ្ចឹងជំហររបស់កម្ពុជាគឺសៀមទៅបើកមុនព្រោះសៀមគឺជាអ្នកបិទបៃតុងតានបានសុំទោសសម្ដេចម្ដងទៀតថាសុំទោសឲ្យរឿងការដែលក្រសួងការបរទេសផុសសៀមនឹងបានធ្វើការគម្រាមកាត់ភ្លើងកាត់អ៊ីនធឺណិតហ្នឹងអាហ្នឹងហើយជារឿងមិនត្រឹមត្រូវទេប៉ុន្តែកម្ពុជាសម្ដេចអត់មានប្រតិកម្មឯខ្លាំងនេះតាក់ទងទៅនឹងការគម្រាមផុសសៀមតាក់ទងចង់កាត់ភ្លើងកាត់អ៊ីនធឺណិតហ្នឹងគ្រាន់តែនៅតែរក្សាជំហរដដែលគឺកម្ពុជាមិនធ្វើមុនទេដើម្បីលើកមុខមាត់ឲ្យបៃតុងតានកន្លែងនេះដែលខ្ញុំច្រឡាញ់មែនទេខ្ញុំសម្ដេចនិយាយកន្លែងនេះទី9:50បងប្អូនឲ្យស្ដាប់មួយគ្នាហើយក្នុងនោះដែរពុកពេលដែលខ្ញុំនៅមួយរដ្ឋមន្ត្រីកម្ពុជាដោយសារពុកឯកភាពមួយអ៊ីងគាត់ថាគាត់ចង់ធ្វើដំទីសហទៅចែកថាជាងពុកទៅចែកតិចទៅហើយប្រកបដីបដ ដើម្បីតែដំភូមិថាទៅជិះខ្ញុំអត់ទេខាងនេះអត់ចរចាទេខាងនោះអ្នកប្រើមខាងនោះដែលបង្កើតបញ្ហាហើយមកឲ្យចង់លើកមុខមាត់ខ្លួនឯងហើយដើម្បីឲ្យតម្លាក់ឲ្យខាងនេះអត់បានទេអត់ចរចាទេរឿងហ្នឹងគឺខាងនោះត្រូវធ្វើមុនតែម្ដងគឺខាងនេះអត់ចរចាទេប៉ុន្តែខាងនេះសន្យាថាខាងនោះអនុវត្តដកបទបញ្ជាក្នុងការបិទទួលដែនហើយគឺខាងនេះយ៉ាងយូរ5ម៉ោងក្រោយខ្ញុំធានាកាត់ក្បាលខ្ញុំក៏អត់ចោលណាខ្ញុំយល់ខ្ញុំអាណិតប៉ុន្តែខ្ញុំមិនអាចយកផលប្រយោជន៍ជាតិរបស់ខ្ញុំទៅដោះដូរជាមួយនឹងការរាប់អានគ្នាបានទេព្រោះនេះគឺជាមុខមាត់របស់ប្រទេសកម្ពុជារឿងស្អីដែលត្រូវឲ្យប្រទេសកម្ពុជាទៅចរចាដើម្បីបើកច្រកព្រោះខ្លួនឯងអ្នកបិទខ្លួនឯងទៅធ្វើខ្លួនឯងទៅឃើញទេកន្លែងនេះសម្ដេចបញ្ជាក់ឲ្យថា
យកបញ្ហាជាតិជាធំមិនអាចយកមិត្តភាពធំជាងបញ្ហាជាតិទេអញ្ចឹងហើយជំហានតែមួយគត់ដែលសៀមត្រូវធ្វើទៅពេលនេះគឺត្រូវបើកព្រំដែនមុនកម្ពុជាបើកព្រំដែនហើយកម្ពុជា5ម៉ោងក្រោយមកកម្ពុជានឹងបើកច្រកព្រំដែនទាំងអស់បើមិនអញ្ចឹងទេកម្ពុជានឹងឈានទៅមួយជំហានទៀតគឺបិទមិនអោយនាំបន្លែឈើហើយនឹងបន្លែទាំងអស់កិច្ចសន្ទនានឹងបញ្ចប់ដោយនាយករដ្ឋមន្ត្រីផៃតុងតានថាអូខេនឹងភាសានៅខាងថៃវិញហើយនឹងជម្រាបជូនកម្ពុជាវិញជម្រាបជូនសម្ដេចតេជោហ៊ុនសែនវិញហើយសម្ដេចហ៊ុនសែនក៏បានប្រាប់ថាអូខេសម្ដេចរងចាំចម្លើយឬរងចាំដំណឹងពីប៉ៃតុងតានឬក៏នាយករដ្ឋមន្ត្រីសៀមបាទចុះបងប្អូនអរគ្នាសរុបមកវិញកិច្ចសន្ទនារយៈពេល17នាទីហ្នឹងគឺជារឿងអាម៉ាស់មែនទែនសម្រាប់នាយករដ្ឋមន្ត្រីប៉ៃតុងតានឬក៏អ៊ុងអ៊ីនរបស់ថៃហើយវាសនារបស់គាត់ខ្ញុំគិតថាមិនយូរទេគាត់នឹងត្រូវគេធ្វើរដ្ឋប្រហារឬក៏ត្រូវគេបណ្តេញចេញហ្នឹងព្រោះវាបង្ហាញពីភាពទន់ខ្សោយរបស់គាត់យ៉ាងខ្លាំងនៅក្នុងឆាកនយោបាយជាការពិតគាត់ទៅមានអាយុ38ឆ្នាំទេហើយអ្វីត្បិតតែគាត់រៀនគាត់មានបញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយតែគាត់ផ្ដោតទៅលើ major របស់គាត់ហ្នឹងក៏ផ្ដោតទៅលើសង្គមវិទ្យាហើយនិងមនុស្សវិទ្យាតមកបានគាត់រៀនយកអនុបណ្ឌិតនៅចក្រភពអង់គ្លេសផ្នែកគ្រប់គ្រងសន្តាគារជាលក្ខណៈអន្តរជាតិឯណាវិញ International Hotel Management អញ្ចឹងបាទខ្ញុំអត់ចង់និយាយរឿងបបិសោតនយោបាយរបស់គាត់ទេប៉ុន្តែកិច្ចសន្ទនារយៈពេល17នាទីហ្នឹងគឺជាភាពអាម៉ាស់មែនតើហើយខ្ញុំគិតថាប្រជាជនថៃមិនអាចទទួលយកបានទេគេទៅបណ្ដេញគាត់មកប្រទេសកម្ពុជាហើយតើកម្ពុជានឹងទទួលគាត់ឲ្យរស់នៅដែរឬទេអានឹងជារឿងដែលចម្លែកផ្សេងទៀតចឹងយើងចាំមើលតទៀតបងប្អូនអរគ្នាតើអនាគតរបស់គាត់នៅប្រទេសសៀមឬនៅប្រទេសខ្មែរ